ที่បំផុតសមត្ថកិច្ចបានឃាត់ខ្លួនឃាតករដែលបានសម្លាប់អ្នកគ្រូស៊ីអូវ័យក្មេងហើយយកសពនោះទៅប្រឡាក់អំបិលនោះបានសម្រេចហើយអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមួយរយៈចុងក្រោយនេះពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាបានជ្រាបហើយនៅព័ត៌មានដ៏កក្រើកមួយដែលថាមានករណីអ្នកគ្រូស៊ីអូវ័យក្មេងម្នាក់នឹងត្រូវបានជន់ដៃដល់សម្លាប់ហើយយកសពនឹងទៅប្រឡាក់អំបិលហើយយកទៅកប់សពនឹងក្បែរផ្ទះបាទអញ្ចឹងនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025នេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលជាជនដៃដល់នឹងបានសម្រេចឲ្យបងប្អូនបាទអញ្ចឹងយើងទៅតាមដានទស្សនាក៏ដូចជាស្ដាប់នៅចម្លើយសារភាពរបស់ជនសង្ស័យទាំងអស់គ្នានៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025មានករណីឃាតកម្មមួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យឈ្មោះមនសីហាហៅឥណ្ឌាភេទប្រុសអាយុ19ឆ្នាំជនជាតិខ្មែរបានធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខឹមទីណាភេទស្រីអាយុ22ឆ្នាំជនជាតិខ្មែររួចយកសពទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិក្រូចឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំក្រោយពីមានហេតុការណ៍ខាងលើនេះកើតឡើងដោយអនុវត្តតាមបទបញ្ជារបស់អាយដាមឧត្តមសេនីយ៍តូហ៊ុនគឹមជាតិប្រធាននាយកដ្ឋាននគរបាលយុទ្ធធរនិងឧត្តមសេនីយ៍ឯកងេងជូប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងនគរបាលព្រហ្មទណ្ឌបានដឹកនាំដោយឧត្តមសេនីយ៍ត្រីហ៊ុនមនីរតវរៈសេនីយ៍ឯកហែមបូណានិងវរៈសេនីយ៍ឯកឆាន់កំលីអនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងស្នងការដ្ឋាននគរបាលខេត្តបៃលិនបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតដល់បានកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើលុះដល់ថ្ងៃ15ខែវិច្ឆិកាឆ្នាំ2025កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅត្រង់ចំណុចភ្នំទ្រាប់ស្ថិតនៅក្នុងភូមិខ្លុងសង្កាត់អូតាវ៉ៅក្រុងបៃលិនខេត្តបៃលិនបាទបងប្អូននេះគឺជាមុខព្រៃផ្សៃនេះបាទសាហាវណាស់អាម្នាក់នេះវាធ្វើសកម្មភាពនៅឯកំពង់ធំណាស់បងប្អូនហើយវារត់គេចខ្លួនរហូតដល់ខេត្តបៃលិនណាប៉ុន្តែរត់ដល់ណាក៏គេចមិនផុតពីកណ្ដាប់ដៃនិងសំណាញ់ច្បាប់របស់ប៉ូលីសដែរក្រោយពីឃាត់ខ្លួនហើយជនសង្ស័យខាងលើបានឆ្លើយសារភាពថាកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ជនរងគ្រោះបានមកទារលុយពីម្ដាយរបស់ខ្លួនប៉ុន្តែម្ដាយមិននៅបន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅក្នុងផ្ទះរួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខនិងវាយសម្លាប់ហើយក៏រំលោភជនរងគ្រោះហើយក៏បានយកសាកសពទៅកប់តែម្ដងអូសាហាវណាស់បងប្អូនហើយសាហាវណាស់បច្ចុប្បន្នជនសង្ស័យកំពុងបំពេញសំណុំរឿងនិងបញ្ជូនទៅឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចាត់ការតាមនីតិវិធីបន្តអូយពុកម៉ែបងប្អូនហើយរន្ធត់ណាស់ក៏ទៅមនុស្សយើងសម័យឥឡូវសាហាវណាស់បងប្អូនសាហាវណាស់អាយុទៅតែ19ឆ្នាំណាហ៊ានលើកដៃសម្លាប់មនុស្សឃាតករទាំងវ័យក្មេងបាទបងប្អូនអានេះតាមគំនិតខ្ញុំតាមយោបល់ខ្ញុំណាបងប្អូនខ្ញុំគិតថាអាមួយនឹងគួរតែដាក់គុកវាមួយជីវិតម្ដងទៅបងប្អូនមិនចាំបាច់ឡាញទេឡាញមកវាខ្លាចគុកទេឡាញមកវានឹងប្រព្រឹត្តសកម្មភាពបែបហ្នឹងស្រួលអញលើសនឹងដដែលទៀតណាគួរតែដាក់គុកវាមួយជីវិតហ្មងទៅមិនបាច់ឡាយទេបាទចុះធម្មតាបងគេប្អូនគេប្អូនយើងកូនគេកូនយើងណាសមាជិកគ្រួសារគេសមាជិកគ្រួសារយើងបាទហេតុអីក៏វាហ៊ានលើកដៃសម្រាប់អានេះឈាមថោកមែនអានេះឈាមថោកណាស់អានេះមិនដឹងថានិយាយមិនអីវាសមទេបងប្អូនអានេះបើសិនជាស្រុកខ្មែរយើងមានទោសប្រហារជីវិតខ្ញុំគាំទ្រហ្មងករណីរំលោភសម្លាប់ប្លន់សម្លាប់អីហ្នឹងវាស្តៀងគ្នាខ្ញុំគិតថាបើមានទោសប្រហារជីវិតអីល្អហ្មងដឹងតែធ្លាប់ខ្លាចហ្មង